ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ពលព្រះសូមស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីនៅក្នុងថ្ងៃនេះផងដែរសម្រាប់ថ្ងៃនេះគឺខ្ញុំលើកយកនៅសាច់រឿងដែលតាក់ទងទៅនឹងអាគមក៏ប៉ុន្តែអាគមថ្ងៃនេះមិនមែនជាអាគមដែលបានកើតឡើងយូរឆ្នាំមុននេះទេគឺជារឿងដែលទៅតែកើតឡើងប្រហែលជាខ្ទង់ជាង20ឆ្នាំនេះទេបងប្អូនប្រកាសជាឆ្ងាញ់ណាស់ជុំហើយជាង20ឆ្នាំហើយតែមកកើតឡើងទៀតចូលបងប្អូនទៅស្ដាប់រឿងដែលតាក់ទងទៅនឹងអាគមពីដើមមើលមានខ្ញុំធ្លាប់ដំណើរសាច់រឿងណាដែលទៅតែកើតឡើងក្រោយ30ឆ្នាំគឺអត់សូវមានទេមិនមែនថាมันមានទេអញ្ចឹងរឿងថ្ងៃនេះវាអាចនឹងរៀងប្លែកចម្លែកអារម្មណ៍តិចហើយសម្រាប់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាហើយសម្រាប់រឿងនេះខ្ញុំស្ដាប់2ដងខ្ញុំស្ដាប់2ដងទៅខ្ញុំសម្រេចចិត្តថាហ៊ានដំណាលព្រោះម្ចាស់សាច់រឿងមួយចំនួនហ្នឹងគឺនៅមានជីវិតទេហើយវារៀងគួរឲ្យខ្នាញ់ខ្លះដែរនៅក្នុងសាច់រឿងមួយនេះណាក៏ប៉ុន្តែមានមុននឹងចូលទៅដល់សាច់រឿងក៏សូមសួរសុខទុក្ខទៅដល់បងប្អូនទាំងអស់គ្នានិងរលឹកទៅដល់បងប្អូនទាំងអស់គ្នាតិចសិនហើយបងប្អូនសុខទុក្ខយ៉ាងណាដែរមករយៈពេលដែលខ្ញុំឧស្សាហ៍ចេញរឿងអាចថា2-3ថ្ងៃចេញមួយរឿង3-4ថ្ងៃចេញមួយរឿងនេះបងប្អូនមានអារម្មណ៍យ៉ាងណាដែរហើយគ្រប់សាច់រឿងដែលខ្ញុំដំណើរទៅបងប្អូនស្ដាប់ទៅមានចម្លែកឬក៏កន្លែងណាមិនល្អមិនសមរម្យអីដែរបើសិនជាមានបងប្អូនអាច comment បានដើម្បីកែសម្រួលទាំងអស់គ្នាណាសម្រាប់ខ្ញុំដែលជាអ្នកដំណើរនេះគឺខ្ញុំពេលខ្លះខ្ញុំអត់ដឹងចំណុចខ្វះខាតខ្លួនឯងទេបើចំណុចណាដែលខ្ញុំអាចកែបានសម្រាប់បងប្អូនទាំងអស់គ្នាស្ដាប់ទៅយើងស្រួលយើងក៏បានជាប្រយោជន៍ទាំងអស់គ្នាក៏ល្អដែរសម្រាប់ខ្ញុំដំណើរអាគមផងរឿងជីវិតផងរឿងខ្មោចផងបងប្អូនតែចុះបើ admin មិនធ្វើមួយឲ្យប្រកាសទៅវាជាតម្រូវការនៃការកំសាន្តរបស់បងប្អូនប្រិមិត្តរៀងខ្លួនបងប្អូនខ្លះអត់ចេះស្ដាប់រឿងអាគមទេបងប្អូនខ្លះក៏ចូលចិត្តបងប្អូនខ្លះអត់ចូលចិត្តស្ដាប់រឿងគ្រួសារទេតែចូលចិត្តស្ដាប់រឿងខ្មោចអញ្ចឹងបងប្អូនខ្លះក៏ចូលចិត្តស្ដាប់រឿងខ្មោចតែមិនសូវចូលចិត្តស្ដាប់រឿងគ្រួសាររឿងអាគមទេអញ្ចឹងបានន័យថាខ្ញុំព្យាយាមរកសាច់រឿងហើយរឿងខ្មោចនិងរឿងគ្រួសារសម្បូរជាងរឿងអាគមមិនសូវជាមានទេតតែមានបងប្អូនចាប់អារម្មណ៍1-2អញ្ចឹងទៅលោកចៃរំលែកមកឮតាមតាឮតាមពូឮតាមអ៊ំជួនកាលទៅកើតតន់ខ្លួនឯងអញ្ចឹងទៅក៏គាត់បានចៃរំលែកមកហើយសាច់រឿងនីមួយៗស្ដាប់តតែយើងគិតពិចារណារួមជាមួយនឹងការបញ្ចេញបញ្ចូលថែមរឿងអាគមណាអត់ដូចរឿងខ្មោចរឿងគ្រួសារទេបើរឿងគ្រួសារគឺអត់អាចបញ្ចូលបានអត់អាចបញ្ចេញបានហើយក៏អត់អាចកាត់បានដែរបើរឿងខ្មោចយើងអាចនឹងយើងធ្វើការប្រៀបធៀបឬក៏អាចនិយាយបានថាយើងនិយាយដើម្បីឲ្យបងប្អូនមានអារម្មណ៍ថាងាយយល់យើងព្យាយាមបញ្យល់ឲ្យបងប្អូនកាន់តែខ្លាចហើយបើរឿងអាគមនេះគឺយើងត្រូវតែដឹងហើយច្បាស់បើយើងនិយាយមិនស្រួលគឺអាចនឹងប៉ះពាល់ហើយវាខុសឆ្គងឆ្ងាយស្ដាប់ទៅវាអាចនឹងទៅវាជារឿងមួយដែលផ្សេងទៀតណាដែលវាហួសពីឧបនិស្ស័យព្រោះរឿងខ្លះវាជាអភិនិហាអញ្ចឹងមនុស្សខ្លះជឿមនុស្សខ្លះមិនជឿអាស្រ័យទៅលើនិស្ស័យអាស្រ័យទៅលើការគិតតែបើសិនជាបងប្អូនមិនចង់ជឿក្បាលទេគ្រាន់តែស្ដាប់ជាការកំសាន្តទៅសម្រាប់ខ្ញុំរឿងអាគមនេះខ្ញុំនិយាយស្មោះត្រង់ទៅកាន់បងប្អូនហើយខ្ញុំគិតថាបងប្អូនក៏ដូចខ្ញុំចំណុចខ្លះវាហួសពីនិស្ស័យយើងស្ដាប់គិតថាវាមិនអាចខាត់ឡើងតែបើយើងបូកសរុបសាច់រឿងមកយើងស្ដាប់តាំងពីដើមរហូតដល់ចប់ទៅអាចថាពេលខ្លះវាសមហេតុផលដែរអញ្ចឹងខ្ញុំគិតថាបងប្អូនស្ដាប់ជាការកំសាន្តច្រើនព្រោះបងប្អូនរវល់ធ្វើការរវល់រកស៊ីគ្មានពេលណាមកវិភាគវែកញែកទេគ្រាន់តែស្ដាប់មកជាការកំសាន្តតែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំថាបងប្អូនស្ដាប់ជាប្រយោជន៍ស្ដាប់ជាការគិតហើយស្ដាប់ដើម្បីកំសាន្តតែប៉ុណ្្នឹងទៅអរគុណអញ្ចឹងយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងសម្រាប់សាច់រឿងនេះផងដែរគឺខ្ញុំបានមកពីកូនម្ចាស់សាច់រឿងដែលខ្ញុំសូមមិនបញ្ចេញឈ្មោះគាត់ទេក៏ប៉ុន្តែខ្ញុំបញ្ចេញឈ្មោះតួអង្គនៅក្នុងសាច់រឿងនេះទាំងអស់តែម្ដងហើយក៏ជាឈ្មោះពិតផងដែរដោយបងប្រុសក៏បាននិយាយរឿងរ៉ាវរៀបរាប់ដែលបានកើតឡើងចំពោះម្ដាយគាត់ហើយគាត់ក៏កើតតន់ដែរគាត់នៅក្នុងហេតុការណ៍នោះដូចគ្នាអញ្ចឹងយើងនិយាយទៅដល់ជាង20ឆ្នាំមុនដែលបងប្រុសក៏បាននិយាយថានៅក្នុងភូមិស្រុករបស់គាត់មានគ្រួសារមួយដែលគ្រួសារហ្នឹងគឺអាចថាជាអ្នកដែលចេះធ្មប់
nè để che thâm mục nè để ai to ta câu to chùm non máu nè hai thâm mục ní cứ mẹ thâm mục là o tế mà nè che hạt cung này là o tế cứ trên nè để thua bạp nè phụng giấy tới bong phụng vì sẽ điên tên năng riêng rồi bao cung côn mà cha sọc pa cho môi năng nè chùm nâu thầm mày rồi có ta ôn trao che hạt cung sẽ điên cái này là biết ta tẹt tông tên năng che hạt cung hết kết thật trong luôn ai ở kia group ở kia bố chi ở kia sà lạnh ở kia khai ở á cứ bay năng ai nè để che cung khác cơ miền nằm nổi nam muối cung ní cứ cung thấm một mà nay than nè thơm pơm po ăn lơ kế na bong po nương cái này bong pro mà cha xây đứa quạt dây than trẻ mà đai quạt ca chiêng mà phơi cho nam món cứ quạt chỉ nè lụa sạch trục nơi không xa chỉ chi vật co và chi vật cam lụa đồi chẳng á hai ở bộ quạt nâng mà đai quạt tay đang ngơ bị giúp từ do sạch trục do tao lụa nơi xa hai pe đài nơi không xa lụa đấu về tay đầm miền nẹp xây thiện chắc về tayแต่ pa ปอ bị sầm đầy cầm nứt về nhảy kia chẳng tay rôm cho môi nâng bộ quạt tên này bị ca lụa đấu pe tháng phụ lụa đấu tập pe bậc tế là nghĩ đáng quạt thơ sai trong cài chẳng tay chẳng gật tha nâng một là bo ca nghĩaเราบอกมาได้กดก็ปัตตายเมียนครัวซาមួយដែលគេខ្លាចហ្នឹងគឺមានកូនប្រុសម្នាក់ដែលមានឈ្មោះថាអាណយឬក៏គេហៅថាណយយអញ្ចឹងណាអាយុហ្នឹងខ្ទង់ប្រហែលជា16 17ឆ្នាំអាចតែក្មេងវ័យពេញជំទង់ស្ទាវដូចបងប្រុសគាត់អាយុប្រហែលក្នុងដែរការពីជំនាន់នោះណាអាយុ17 18ហ្នឹងឯងខ្ញុំក៏ថាអាណយហ្នឹងគឺកាងគឺក្មេងឆ្លើយនៅក្នុងភូមិបានន័យថាចាស់ទុំអីវាអត់ចេះគោរពទេអ្នកណានិយាយមិនស្រួលវាជេរឬក៏វាស្ដោះទឹកមាត់ដាក់ហ្មងហើយបើនិយាយថាវាចង់លួចអីគឺវាលួចតបបានឧទាហរណ៍ថាលួចតសក់លួចអលឹកលួចអង្គលួចស្រូវឬក៏លួចកង់អីគឺវាលួចតបានហើយបើវាលួចមិនបានគឺវាតាមតបានហើយពេលដែលបានបើសិនជាវាខឹងគឺវាវាយកំទេចចោលមកកង់អញ្ចឹងណាហើយបើកង់ណាដែលយើងគិតថាយើងមិនមាត់ឲ្យវាជីឆ្អែតហើយវាយកទៅបោះចោលហើយយើងចាំដើររត់ទៅហើយសួរថាមានអ្នកណាគេហ៊ានចាប់អ្នកណាគេហ៊ានធ្វើបាបវាទេអត់ហ៊ានទេដោយសារតែឪពុកម្ដាយវាគឺជាអ្នកចេះអាគមបើតាមតែគេដឹងគឺឪពុកវាជាអ្នកចេះអាគមម្ដាយវាអត់ចេះទេតែអាងប្តីណាហើយកូននេះអាងឪពុកហើយឪពុកនឹងអត់រកស៊ីអីទេអត់ចេញពីផ្ទះទេគឺនៅតែធ្វើអំពើដាក់គេបើសិនជាពីណាគេប៉ះពាល់ប្រពន្ធប៉ះពាល់កូននឹងគឺធ្វើឲ្យគេចុកពោះឈឺចាប់ហ្មងហើយបើនិយាយពីវាចិញ្ចឹមគោចិញ្ចឹមកបីវិញណាអាណយហ្នឹងគឺអត់ដែរទៅច្រូតស្មៅឲ្យស៊ីទេគឺវាប្រឡែងឲ្យស៊ីតាមភ្លឺស៊ីស្រូវគេក៏ស៊ីទៅនិយាយទៅគឺវាឆ្លើយដោយសារតែឪពុកវាម្ដាយវាហ្នឹងគឺតម្រឹសយើងនិយាយតាមបែបភាសាអ្នកស្រុកណាគេហៅតម្រឹសឬក៏ទំនើងចិត្តចឹងគ្មានណាគេហ៊ានទេទៅរៀនឲ្យវាយគេយំវិញសាលាអញ្ចឹងគឺអ្នកភូមិម្នាក់ហ្នឹងគឺខ្នក់ខ្នាញ់ចិត្តតែមិនដឹងថាត្រូវធ្វើម៉េចដោយសារឪពុកគេហ្នឹងវាចេះអាគមបើហ៊ានតែចំទាស់គឺចុកបកាច់ហើយក៏ប៉ុន្តែនៅក្នុងភូមិហ្នឹងក៏មានអ្នកចេះអាគមម្នាក់ទៀតដែរដែលជាអ្នកសង្គ្រោះបានន័យថាមានតួអង្គសង្គ្រោះមានតួអង្គខូចមានតួអង្គល្អសង្គ្រោះហ្នឹងតាហ្នឹងអាយុ70ឆ្នាំជាងបើយើងនិយាយទៅអភិនិហាមួយថាក្នុងសម័យសង្គ្រាមមុនចម្លៀសពួក17មេសាទៅ7ថ្ងៃគឺគាត់ទៅរកអុសនៅក្នុងព្រៃហើយក៏អត់ចេញវិញរហូតដល់3ឆ្នាំ8ខែ20ថ្ងៃរហូតដល់ពេលដល់គេរួមហើយគេបែកពីរួមហើយគេរកគ្នាវិញចែកដីចែកស្រែចែកផ្ទះធ្វើស្នាក់នៅហើយធ្វើគាត់ចូលស្រុកវិញហើយគេសួរថាគាត់ទៅណាគាត់ថាគាត់នៅក្នុងភូមិហ្នឹងតែគេមើលគាត់មិនឃើញអាហ្នឹងវាជាអភិនិហាមួយដែលយើងពេលខ្លះទៅយើងនឹកស្មានមិនដល់យើងពេលខ្លះយើងមិនគួរឲ្យជឿណាបងប្អូនតែគាត់ថាគាត់នៅក្នុងភូមិហ្នឹងតែមកពីគេមើលមិនឃើញគាត់នៅថែអាសាប្រពន្ធកូនគាត់មើលឃើញគាត់តែគេអ្នកផ្សេងមើលអត់ឃើញទេអញ្ចឹងដល់ពេលវេលាមួយជាង20ឆ្នាំហ្នឹងរឿងមួយក៏បានប៉ះពាល់គ្នាគឺប្រពន្ធម្ដាយអាណយហ្នឹងដែលត្រូវជាប្រពន្ធធ្មប់ហ្នឹងគាត់ទៅទិញសាច់ជ្រូកនៅផ្សារពេលដែលទៅទិញសាច់ជ្រូកនៅផ្សារនោះក៏សុំម្ដាយបងប្រុសម្ចាស់សាច់រឿងនេះថែមប្តីប្រពន្ធដែលត្រូវជាម្ដាយឪពុកបងម្ចាស់សាច់រឿងហ្នឹងគឺឈ្មោះថាពុទ្ធមិញអាងគឺសុំមិញអាងដែលត្រូវជាម្ដាយបងម្ចាស់សាច់រឿងហ្នឹងថែមសាច់ជ្រូកឧទាហរណ៍តែទិញ3ខាំអញ្ចឹងសុំថែមតែមិញអាងថាបងអើយថែមមិនបានទេព្រោះខ្ញុំទិញពីគេមកគេអត់ថែមឲ្យទេអញ្ចឹងបើឯងសុំខ្ញុំថែមឲ្យកើតថែមតិចតួចសំណុះខ្លាញ់ឬក៏ខ្លាញ់អីបានតែបើបែរចង់ថែមសាច់ថែមអីថែមមិនបានទេក៏គាត់ខឹង
có cá lang chỉ rương đưa đòn cái này ao tập pe đại tự tin sẽ chúc cứ đưa đòn điềm đam mới chẳng tay có bắt tay mà đai bỏ bom cha xí rương được còn mình ăn nó gọi đai to thì chẳng hạn nắng vi chỉ rương mùi tiết tẹt tông là nâng rương nói đai vi bà lên cô ao xí sợi rồi bỏ phụ bột pe đại mau bị lụ vĩnh phụ bột quạt co tới sài đầm bay bà hồ tật sáp tập pe nó còn khơi cô bị nái nó không sài quạt còn đành tranh tới hỡi có đành mà đo kháng còn vầy pe còn do xài nâng váy Việt đàn là khnuôn cô vì cái tua chẳng á vì cái tua chẳng tới có bà hai chị đo teo với nói năng việc khơi cô vì cái tua non nhưng tới việc khăn tay vì mình đang bị na vầy thì đo sai lái vì mà bà lấy cô nằm mà đông nâng tiết hỡi vì trầu mở vì chăm mở đo chạy đòn ấy phục bột nắng có tơi tiết tới có khơi cô nắng vì châu si tiết có đành vầy thì tới việc thả ô cái cha ấy nghe vai cô anh sợ mình chẳng á đó phục bột nâng thả dưới ấy mấy hai anh sợ cái cha anh cô là ná việc gặp bà thả anh cô này chẳng tới cho một cừu nông giống á ô anh cô là nắng chẳng mày càng mai ở vậy chơi bà tài á bạn ao vậy bà lên cô si sài anh sợ mấy nhá mà bà lên nghe này thiệt cho cái cha hay vai cô anh đã ấy thắng am bay cái bà mình đón chụp ai cái bay bị cái bà anh sợ tài ấy nhỉ có chê tới cho mà ra ấy chẳng tới có việc tế bà hay chỉ việc prap ở bục việc bây giờ việc prap ở bục việc chỉ tôi tới cái khăn côn cái chê côn cái đánh côn này chẳng phải chỉ khăn á nè khởi bài chỉ khăn tái pu put quật thật thảo viêm ấy tới gọi việc khấu việc lấy cô mà si sao dừng chẳng việc khâu luôn với mà rương thở khăn dừng tái quật đăng thả bà hai chị mình sưu tì đời xa ấy miền pina pa krosa năng bán này tu việc khâu cái đời chẳng pe đây mà đo teo vinh phục bột nó có prap mình ăn nữa nè thà ấy rồi anh ngày mấy anh chê nói việc bà lên cô si sợi dương anh đang thầm mạch má chụp nâng sưu nó việc thơ anh ấy mà tư mình ăn nâng cái thể hơi tật khăn thầy chê về tới thả anh ăn bán vừa việc sao mình có bà lên cô si ngày nay có bà lên cô si anh trộm bán bữa si đang chọn vẽ cái đá sài sạp tập bên trắng có giúp nắng ăn ấy thì giúp nắng ăn miên panh hà ấy thì bật láng phía bị giúp pu bột thay năng mình ăn nắng có quạt phía màu bay màu ấy nắng từ do sạch rút tầm bây giờ tôi luận làm xà phụ từ do bị tè công si cái cặp rút trắng có tới giờ tại tranh bị cặp rút vĩnh màu riệp chầm này tàu sạp tập pe để cầm long pe riệp chầm nó có ban khơi pu để thời chia nói nó có đào được không xả hãy mong tâm pram chiên bên này là nghịch viêm toàn plư thì nè lụa khác có một đo nè lụa khác còn đo một đo sáp tái pu bột nắng hay mình ăn nó cọt khơi đào là biệt thập bằng rong bằng tàu kê trắng á tai quất cơ thể bà hay chỉ nói nè ngày tai quất màu tại ấy mà năng nhưng pu bột thấy anh được sưu là đôi nắng viêm mờ ấy viêm đại sọc về máu bột tè viết có nói ngay bịp xa đại có che ta mẹ làm thảo sơi sưu có lụa bà lái lụa sạch trụ lụa ấy ngày năng tới lụa đỏ nhưng tới thằng ấy cái một tè vinh sạp tập pe đây mà đỏ tè bộ bột nó còn cồn rồi mà quất cái đau luôn hồi quất mẹ làm tập pi cái đau một cái đau trơn trắng á nè quất prap tới mình ăn ấy rồi anh đỡ sưu là anh được cái đau trơn chắc mình ăn ta ý mà chăng anh từ thời ấy ta có rồi có cà phê rồi có pol nô ấy thì đáng mà chẳng có cho lấy thở anh ọt có cho lấy anh tập ba anh ta hiền có là chai luôn rồi anh cái đau pi trên bị luôn anh thọp ta nói thơ anh nha chẳng mình ăn có thà chẳng thơ mạch chẳng anh ở nhom thơ mạch bộ bột thà ta hai khu mê để anh tích crew mate rồi có crew mía cái hai ta crew mate rồi có crew mía thế nhưng hai ta crew mate thì chả anh công tơ na hai crewmate để anh tích hai quạt màu chẳng pe đây mình án đấy tự đục crewmate nó có xua pi tầm na đam tôn tới crewmate đừng thấu anh đang tài nó anh đang tài đấy một tài lên anh thà viên mình trăng lên để sao ấy anh nó thá nè sọc nè phùm ấy quạt có sỏi tật còn đa crewmate chia tật
nơi cái thôn nắng á che tắc từ lờ bụt bụt á khuôn bụt bụt nó hơi xanh chục còn tại do thúc câu hết còn do bơi chơi trát bạc quạt nó chật lụa hết quạt chi hạ tắc nó tới khuôn bụt bụt nó hơi xanh đôi cây bật lụt mà tôi dừng cái bông mà chi cái đai xiêm mang hơi dừng mạnh tắc cứ đôi nâng ai cứ bong pro mà cha say đương ta còn ta tập bút nâng còn hai ta tay dừng hai cừu bút nâng che tắc nâng ta lơ khuôn bút phím lưng hơi xay chục treo hơi xay chục bút nâng sải ôi cái đai ta mệt nên hãy trộm tích rồi ta bay tờ đấy các bạn mệt thật ấy về mình màu với nhé bởi vì màu tết chăm cái tiệt có mà đai còn nó còn đốt tập crew mate nó có tệ thôi đó chụp làng bong phao này nơi trung vinh tè bò phục bột mình ăn nè cú cho lui cho cái pro ở ta hưng phum á ta hưng phum hơi nãy chết khang khá vậy thà bàn khơi phơi ho prịa thẹp cà phơi cứ trung vinh tè bò phục bột hay nè mình ăn nè ai nãy khá thà phơi prịa nãy khá thà phơi áp nãy khá thà phơi màu nãy khá thà phơi bò bù nồi gà nồi nè chỉ nè pra áp thầm một mà tái bù bút quất ở toàn miền Bắc Hà ấy thế cứ quất thòm là còn tha riêng thu trên mà sao mánh pe để mà bị sạ có nhẹ bị giúp có đục bồn đục ấy những thứ tinh sẽ chụp thòm là có bàn tay nè pe để thưa đầm na tam plei mình ăn hay năng bù bút nắng quất bàn khơi ở vây mà giang đài đôi chỉ mà nơi từ tay vậy tới cứ mà rồi mát khơi mà đòn đôi tam quất nè pe để quất trên bị tiền chẳng pe đã từ đó cái lại cặp sợi trụ nứng còn miền thiên tinh để có ở hiền tinh đấy cứ có sông kê sầm rạ này nó ăn lụa tê ngày năng pe đã mấy bao tháng ấy phứ có chi mà tàu mà tèo ăn toàn lụa phố có ở hiền có khai đôi mà sao mình chẳng pe đã mà đo tèo liềm toàn thằng tục mà tàu ấy sưu bùa phóng có sạp ta khơi ở nồi nữa có ở đây tranh bị tè tê cầm rò pe tháng ấy cứ đào mà cắt một té bó bù bột nè hỏi cho hỏi sai hai thà bột ơi bột mà nên tích mơ chẳng á nè bù bột nó có tranh từ cái tới mà rồi ấy chạy bởi mình cho máu bòn đây bột ấy mà nên tích mơ hai từ cài chẳng á nè hai từ một cho là bòn không một nhân tay chẳng bù bột nó gọi đài tới sạp ta bù bột nó đài tới có thà ngày muốn lưu thà cô nói si rồi bột ấy ở trái nè bát bông si ở tràn hay nhom khăng bay bài mới nhom sẽ đầy ở việt á hay linh về hai nhom sẽ đài ngày mà ấy mới còn mà ấy lính mất chồng việc không ai mình đăng ấy đấy bố ơi hay mạnh mà má là anh xong ấy bông năng tại còn ngày sau bài pra vía còn mà việc lên cô ở vì tròn tới lại si rồi kê rồi ấy chẳng anh pra vía anh xong tô vía phong chẳng chuyện ô vía phong bát bong bát đào tới tai còn là pe để riệp đào tới nó cứ rai ro mơ te gọt tới màu chẳng á nè đó chẳng có có bù bút nó có hiện thu trung nặng phải chỉ kệ đằng khâu hồi chẳng á nè dương sờ bài cho ta kê mình bạc cài bạc can dương chê rồi có kê mình thơm bờ trong tai và hai chỉ thơ dương mình trâu rồi có thơ trâu thôi sao mấy củ mấy còn mà lên quạt mà màu sào tận những chi chẳng phải chế có cơ thành vậy hai chỉ ở nồi nó khai củ mấy đây chẳng màn màu sầm rùi chẳng cái này khai củ mấy thơ ấy chẳng tại tai miên nè cái đạn tiện này dục lại màu bầm bốn chập đầu sky lu ta hưng bụt bụt nó có cho ta sky lu sấy có chân mà mở bong bộ này so tung mục sật ta hiểm ba lại bập phân cho e gặp bong ta cho nơi một đàm bờ tức hàng một tiệt cho ai tung sao mô tô nó cu ở khai mình đền bụt bụt còn đặc khôn cho ai ơi thô ma các bà thô ma phần này ai liên thay mà ơi đằng mình ăn luôn cái tha sấy kê ai ôi đằng sợ yêu trâu một đồng bật tật nó mơ nhau mơ tí ở đây có mơ bụt bụt năng chắc bụt con đây bông mà cha sấy đưa mồi bông có đây mà ở con nó mà đây cho mồi srap tập pe nè bụt bụt nó còn đã luôn đây tới nhòa ta trượt bắt đầu lên cái đầu ôi lịch thằng ngầu chẳng nó thật quật
ឈឺចាប់មិនសួរអីក៏មិននិយាយសួរអីក៏មិនស្ដីនៅតែតែថាគ្រូមេត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 ណាតែមាត់ចឹងអត់និយាយអីទាំងអស់អញ្ចឹងម្ដាយគាត់នេះមិញអាងគាត់ដឹងថាត្រូវធ្វើម៉េចព្រោះយប់ឲ្យម៉ោង9ម៉ោង10ហើយគាត់ក៏ហ៊ានចេញពីផ្ទះដែរព្រោះខ្លាចណាព្រោះខ្លាចពីផ្ទះគាត់ទៅផ្ទះគ្រូមេតហ្នឹងក៏ឆ្ងាយដែរស្រាប់តែកំឡុងពេលដែលឪពុកគាត់ទិញគ្រូមេតហ្នឹងបងម្ចាស់សាច់រឿងហ្នឹងគាត់បានឃើញមនុស្សស្រីម្នាក់កំពុងតែយកអ្វីមួយយ៉ាងឯងដូចកូនកបិតកំពុងតែទៅច្រត់លើកកពុកគាត់ហើយអង្គុយលើទ្រូងពុកគាត់ដេកផ្ងាអញ្ចឹងម្នាក់ស្រីហ្នឹងអង្គុយលើទ្រូងហើយយកហ្នឹងទៅច្រត់កកពុកគាត់ហើយពុកគាត់ហ្នឹងគឺគាត់ឃើញបលឹងពុកគាត់ហ្នឹងកំពុងតែឈរមើលខ្លួនឯងហើយម្នាក់ស្រីហ្នឹងនៅស្កត់ឲ្យសគ្រូតខ្លួនហើយគួរឲ្យខ្លាចមែនតើគាត់ក៏ប្រាប់ម៉ែគាត់ម៉ែមិញនោះស្កត់ពុកម៉ែគាត់ឆ្លេឆ្លាដឹងធ្វើអីទេដល់ពេលអញ្ចឹងម្ដាយគាត់ហ្នឹងក៏ទៅទាញធូបបងប្អូនខ្ញុំនិយាយដល់ថងចំណុចហ្នឹងព្រឺសបល់ម្ដាយគាត់ហ្នឹងម្ដាយបងម្ចាស់ស្អីរឿងក៏ទៅទាញធូបយកមកអុជបីតសៃនឹកគុណម៉ែគុណឪគុណគ្រូមេគ្រូអីចឹងណាក៏តែងចឹងទៅស្រាប់តែលឺសលេងស្រែកពីមុខផ្ទះមកគាត់ហាយចែកសមាតោក្អាងអើយក្អាងហងនៅផ្ទះទេហងបើកទ្វារអញអានថាពីណាគេអញគ្រូមេតដល់ពេលចឹងអានគេថាអូគ្រូមីអញ្ចឹងក៏គាត់ស្ទុះទៅបើកទ្វារស្រាប់តែគ្រូមេតហ្នឹងឡើងមកថាយើអញផ្លេចតិចបន្តិចមកទៀតអញថាមិនចង់លេងវាកូនក្មួយឯងអញ្ចឹងណាក្អាងហងឯងទៅយកទឹកឲ្យអញមកផ្ទាល់គាត់ហុចផ្ទាល់ពីថងជាមកផ្ទាល់ផ្ទាល់បុរាណណាផ្ទាល់ពណ៌ប្រាក់ពណ៌មាសអានេះគេហៅស្ពាន់ហុចមកមិញអានក៏ទៅដងទឹកមកហើយហៅកូនមកអង្គុយជុំពីក្រោយគ្រូមេតហ្នឹងគ្រូមេតហ្នឹងក៏ធ្វើនេះធ្វើនោះតែគាត់ក៏យកអាឈើច្រត់របស់គាត់ហ្នឹងទៅដាក់លើពោះរបស់ពុទ្ធហ្នឹងដេកគ្រូមេតអញ្ចឹងណាអញ្ចឹងស្រាប់តែគ្រូមេតហ្នឹងក៏ថាយើហងថ្ងៃពីណាប្រើមកស្រាប់តែប្រពន្ធនេះមិញអាងនេះក៏ឆ្លើយថាផ្ទះខ្ញុំតាគ្រូផ្ទះខ្ញុំតាអ៊ំអញមិនសួរថ្ងៃអញសួរមួយនៅលើប្តីថ្ងៃទោះគាត់មើលអត់ឃើញហ៎ថ្ងៃថៃបានថ្ងៃមកធ្វើបាវាគាត់សួរអញ្ចឹងគាត់ដាក់ជួយច្រត់លើពូស្រាប់តែប្តីគាត់ហ្នឹងពូពុតហ្នឹងលេចចេញសលេងស្រីមកថាអញមកតាមគេទេអញអត់ប្រាប់ទេអញអត់ប្រាប់ទេអញមកតាមគេទេនិយាយដដែលអញ្ចឹងណាគ្រូមេតនឹងថាថ្ងៃចេញឯងមិនចេញបើមិនចេញអញចងទេអញអត់ទៅវិញទេតែទៅវាធ្វើបាបអញអញ្ចឹងគ្រូមេតថាឥឡូវនាងឯងចង់ឲ្យអញធ្វើបាបនាងឯងឬក៏នាងឯងចង់ឲ្យវាធ្វើបាបបើនាងឯងតាមអញដោះលែងតែបើនាងឯងតាមវាចងឯងទុកទៀតតាមអញទៅតាមវាបើថ្ងៃតាមអញថ្ងៃចេញចាំអញការពារតែបើថ្ងៃមិនតាមអញទេថ្ងៃទៅតាមវាធ្វើបាបវាចងឯងទៀតស្រាប់តែហើយក៏បាត់ស្ងាត់ទៅវិញអញ្ចឹងណាស្រាប់ទៅវិញគ្រូមេតនឹងអត់មាត់ទេគាត់ក៏ទាញស្អីមួយយ៉ាងឯងពីក្នុងថង់យាមរបស់គាត់មកហើយគាត់យកអាដីខ្សាច់ហ្នឹងដូចដីបន្តិចដូចកតិចអីតិចរយពីលើស្អីរបស់គាត់ហ្នឹងនៅក្នុងប្រអប់របស់គាត់ហ្នឹងហើយគាត់គោះ3ដងគាត់និយាយថាទៅរកវាហើយធ្វើម៉េចក៏ដោយឲ្យវាដឹងគ្នាម្ដងពេលហ្នឹងគាត់ឲ្យមិញអាងហ្នឹងបើកទ្វារបើកប្រួយអស់នៅក្នុងផ្ទះហើយពុពុតហ្នឹងគាត់ចាប់ផ្ដើមរងើបហើយគ្រូមេតហ្នឹងថាជប់អាងើបហើយដេកនៅហ្នឹងសិនណាហើយកុំតន់ងើបហើយកុំតន់ដូរកន្លែងអញទាញព្រលឹងធំហើយចូលសិនក៏ស្រាប់តែពេលហ្នឹងពុពុតហ្នឹងក៏ដេកចឹងទៅស្រាប់តែមកសតុះឆ្កែព្រុសហើយអ៊ូចឹងណាមិញអាងក៏គាត់និយាយថាគ្រូមេតអើយប្តីខ្ញុំមិនហើយមិនមកទៅពីណាគេធ្វើពីណាគេអីឪអាណយធ្វើវាឪអាណយហ្នឹងអញថាខ្ជិលឥឡូវខ្ជិលទុកទៀតតមអញងាប់ទៅវាធ្វើបាបអ្នកភូមិប៉ុណ្ណាអញនៅរស់វាធ្វើបាបប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងមកចូលថ្ងៃហ្នឹងធ្វើឲ្យហើយព្រោះអញរស់អត់បានយូរទេអញរស់អត់បានយូរទៀតទេគាត់និយាយអញ្ចឹងណាស្រាប់តែម៉ោងប្រហែលជាម៉ោង2ដល់ម៉ោង1គ្រូមេតហ្នឹងក៏ថាបិទទ្វារបិទប្រួយទៅហើយដេកសងំដេកទៅព្រឹកឡើងមិនបាច់និយាយរឿងហ្នឹងប្រាប់អ្នកណាគេទាំងអស់មិនបាច់និយាយប្រាប់អ្នកណាគេទាំងអស់ធ្វើធម្មតាហើយអញទៅផ្ទះវិញស្រាប់តែព្រឹកឡើងបងប្អូនទាំងអស់គ្នាឮអ្នកភូមិផ្អើលថាឪពុកអាណយហ្នឹងគឺ
ធ្វើអត្តឃាតខ្លួនឯងស្លាប់នៅខាងត្បូងផ្ទះដោយយកកបិតរបស់ប្រពន្ធនឹងយកមកដាក់ឡើងសោសពោះខ្លួនឯងហើយដេកអោបដើមឈើនៅខាងត្បូងផ្ទះហើយបើនិយាយពីប្រពន្ធរបស់ឪអណយវិញចាប់តាំងពីប្តីស្លាប់មកគឺស្គមដូចអ្នកដែលមានជំងឺចឹងសល់តែស្បែកហើយឆ្អឹងហើយជ្រុះសក់អស់ស្មាតោសបងប្អូនគឺមានតែស្បែកតែ10ឆ្អឹងទេហើយមួយយប់លឺតែដេកធ្ងួចធ្ងោស្រែកយំហើយបើនិយាយពីអណយវិញនៅពេលដែលអត់ពីពុកហើយម្ដាយឈឺទៅគឺលេងកាយដូចមុនណាហើយផ្ទះឪម៉ែឪអណយហ្នឹងក្រទេតែវាអាងនឹងវាចេះអាហ្នឹងណាអ្នកខ្លះទៀតក៏ថាគ្រូឪអណយហ្នឹងគឺខ្មោចអ្នកសម្លាប់ចឹងទៅហើយម្ដាយអណយហ្នឹងគឺខ្មោចស៊ីសួតខ្មោចស៊ីក្នុងឬក៏ខ្មោចធ្វើបាបអីចឹងទៅរហូតដល់ស្លាប់ម៉ែអណយហ្នឹងក៏ស្លាប់ដែរគឺស្លាប់ដោយសារតែជំងឺហ្នឹងតែមិនដឹងថាជំងឺអីហើយអណយដល់ពេលតែឪពុកម្ដាយស្លាប់អស់ក៏ទៅនៅជាមួយយាយតែអត់កាយដូចមុនទេរីឯតាមេតគឺបន្ទាប់ពីនោះមកហើយជាកំឡុងឆ្នាំ2006 2007គាត់ក៏ស្លាប់ទៅស្លាប់ហ្នឹងមុនគាត់ស្លាប់គាត់ហៅអ្នកភូមិទាំងអស់អាពេលថ្ងៃបុណ្យដាលានកដាភូមិណាគាត់ប្រាប់អ្នកភូមិថា3ថ្ងៃទៀតគាត់ស្លាប់ហើយអញ្ចឹងអ្នកណាចង់ចូលរួមបុណ្យគាត់ច្បាស់ទៅណានៅចាំ3ថ្ងៃទៀតគាត់ស្លាប់ហើយពេលព្រឹកបន្ទាប់ពីគាត់ដាក់ចង្ហាន់លោកហើយម៉ោង9ម៉ោង10ដល់ថ្ងៃ3ថ្ងៃក្រោយមកដល់ថ្ងៃហ្នឹងគាត់ស្លាប់មែនអ្នកភូមិនាំគ្នាទៅត្រៀបត្រាមកផ្ទះគាត់ទៅដល់គាត់សម្រានស្លាប់នៅខាងក្រោមផ្ទះគាត់ហ្នឹងទៅតាមតាណៅដូចគ្មានប្របាកអីសោះរីឯសួរថាអណយនេះពេលបច្ចុប្បន្នយ៉ាងណាហើយអណយនៅដល់ពេលបច្ចុប្បន្ននឹងសុំទោសបើរងថ្ងៃខ្ញុំអាចហៅគាត់ថាបងណយអញ្ចឹងទៅឬក៏ពូណយអញ្ចឹងទៅដែលពេលបច្ចុប្បន្ននេះគាត់មានអាយុដូចជាខ្ទង់30-40ឆ្នាំអីទៅដឹងគាត់ថាគាត់មានប្រពន្ធហើយមានប្រពន្ធមានកូនអីចឹងណាតែគាត់អត់បានស្នងពីឪពុកពីអីទេគឺគាត់តលងមូលដូចមនុស្សធម្មតាទេគ្រាន់តែគាត់ពីមុនគាត់អាងឪពុកហើយសួរថាឥឡូវនេះអ្នកភូមិអ្នកស្រុកមិនដែរគេអ្នកខ្លះក៏គេស្អប់ទៅអ្នកខ្លះក៏គេមិនស្អប់អីចឹងទៅណាគ្រាន់ថាកូនសមាទោសយើងនិយាយឲ្យអានឹងមិនដឹងថាជាកម្មឬក៏ជាអីណាខ្ញុំសុំហៅគាត់ថាពូណយចុះកុំហៅថាអណយទៀតព្រោះគាត់ពេលបច្ចុប្បន្នហ្នឹងអាយុច្រើនពូណយគាត់មានប្រពន្ធគាត់មានកូន3នាក់កូនគាត់ទាំង3ដើររួចទាំង3ហើយសតិអត់ល្អទាំង3មិនដឹងថាមកពីយ៉ាងណាយ៉ាងណីបងប្អូនកម្មពៀវាធ្លាក់មកលើក្មេងមកលើចៅឬក៏មកលើកូននេះចឹងទៅប៉ាប៉ាគ្នាអត់ដឹងអីហើយគ្នាមកត្រូវទទួលរងនៅបាបកម្មទាំងអស់ហ្នឹងអានេះវាមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាតែបងម្ចាស់ស្អីរឿងថាកូនរបស់គាត់សកគ្នាគាត់ថាកូនរបស់អណយគឺសតិអត់ល្អទេហើយពិការទាំងអស់ហើយជីវភាពអណយហ្នឹងក៏មិនជាធូរធារដែរគ្រាន់ថាมันក្រมันអត់ពេកទេគ្រាន់តែគ្នាក៏វាមិនទាន់ទៅស្រួលបួលអីដែរហើយបើនិយាយពីអណយវិញបច្ចុប្បន្ននេះក៏ឈឺដែរគាត់ថាឈឺតែវាអាចនិយាយបានថានៅអាចធ្វើការបានអីបានអញ្ចឹងណាអញ្ចឹងចុងក្រោយជីវិតអ្នកដែលចេះអាគមជីវិតអ្នកដែលធ្វើបាបគេអ្នកអីគឺមិនសូវជាបានល្អប្រសើរទេអញ្ចឹងសម្រាប់រឿងរបស់បងណយឬក៏ពូណយដែលតាក់ទងទៅនឹងឪពុករបស់ខ្លួនម្ដាយរបស់ខ្លួនដែរចេះធ្មប់ចេះអំពើចេះអំពន់អីចឹងទៅបើកាត់ឡើងកាលពីជាង20ឆ្នាំមុនគឺមានតែប៉ុណ្្នឹងទេបងប្អូនយល់ឃើញយ៉ាងណាអាច comment បានខ្ញុំមានចំណាប់អារម្មណ៍មួយទៀតដែលចង់និយាយហើយខ្ញុំគិតថាបងប្អូនប្រហែលជាសង្កេតដូចខ្ញុំដែរបងប្អូនចំណាំមើលឲ្យតែអ្នកដែលចេះអាគមឬក៏អ្នកដែលចេះឬក៏អ្នកដែលសាក់យ័ន្តហើយបញ្ចុះឬក៏ដាស់យ័ន្តដាស់អាគមដែលនៅលើស្បែកនៅលើសាច់ឬក៏ជាតាហ៊ានជើងចាស់អ្នកដែលលេងយ័ន្តលេងអាវលេងអីភាគច្រើនពេលដែលចាស់ទៅគឺមានជំងឺហ្នឹងគឺជំងឺស្វិតសាច់ស្វិតស្បែកអស់នៅតែស្បែកទៅ10ឆ្អឹងខ្ញុំចំណាំមើលដូចអ៊ំមួយដែលសាក់រូបស្អីគេស្អែកស្លាប់អីមើលឃើញគាត់គឺអញ្ចឹងហើយអ៊ំមួយទៀតដែលនៅខាងខ្ញុំនោះអញ្ចឹងដែរភាគច្រើនអ្នកដែលគាត់ចេះអាគមគឺគាត់ជីវភាពគាត់មិនសូវជាល្អហើយបើនិយាយពីនិស័យគាត់ភាគច្រើនអាភ័ព្វដូចអ៊ំមួយដែលសាក់មិនសាក់ស្អែកស្លាប់ទេតែគាត់សាក់យ័ន្តច្រើនឬថាយ័ន្តរបស់គាត់នឹងយកមកពីបាតប្រាសាទអង្គរវត្តទៀតដែលបងហនុមានទៅសម្ភារណាដែលគាត់ចំណាំអង្គុយមុខផ្ទះហ្នឹងក៏គាត់អាភ័ព្វដែរគាត់អត់មានប្រពន្ធហើយអត់មានកូននៅជាមួយទេកូនគាត់ទៅនេះទៅនោះអស់អញ្ចឹងទៅ
រីឯពូមួយដែលថ្ងៃមុននោះទៅតែឃើញនោះក៏គាត់មានជំងឺប្រចាំកាយពិការភ្នែកឬក៏អីចឹងទៅហើយអ្នកផ្សេងទៀតគាត់ក៏ចូលក៏ហូបស្រាឬក៏ជីវភាពមិនសូវធូរធារហើយនិយាយទៅគឺអ្នកដែលប្រើអាគមភាគច្រើនណាព្រមចឹងមកចាស់គាត់និយាយថាបើសិនជាយើងចង់ចេះតើយើងត្រូវលះបង់ច្រើនលះបង់ទាំងសេចក្តីសុខលះបង់ទាំងអីទៅតែអ្នកខ្លះគាត់ព្យាយាមលះបង់ដើម្បីប្រទេសជាតិដើម្បីកេរដំណែលដើម្បីអភិរក្សអីចឹងណាតែសួរថាមានឲ្យជីវភាពល្អកម្រឃើញអ្នកដែលចេះអាគមអ្នកដែលប្រើអាគមអ្នកដែលមានយន្តអ្នកដែលសេរីចាស់តកតងទៅនឹងការពារទឹកដីដោយប្រើមុនវិជាគាត់ធូធាគឺអត់សូវមានទេអានេះវាជាការសង្កេតការមើលរបស់ខ្ញុំណាបងប្អូនយល់ឃើញបងប្អូនឃើញបែបណាបងប្អូនអាច comment ឬក៏គិតតាមរយៈបងប្អូនបានចាស់អញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្ណេះទេចូលរួមចំណែកនឹងបានដំណើរសាច់រឿងមួយរឿងទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃសៅរ៍នេះសង្ឃឹមថាបងប្អូនបានស្ដាប់ជាការកម្សាន្តហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត